នៅក្នុងកាន់គម្ពីរធីម៉ូថេខ្សែទី1ចំពោះ6ខ1បានចែងថារីឯអស់អ្នកទាំងប៉ុន្មានដែលនៅក្រោមនឹមជាបាវបម្រើគេនោះត្រូវរាប់ចែកវាយខ្លួនទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះនិងសេចក្តីបង្រៀននេះឡើយអាមែនជាមួយគ្នានេះដែរលោកស្រីសេតសមន្ថាសមាលីនិងអ្នកនាងសុស៊ីនុចបានរួមគ្នាសរសើរដំណើរព្រះនៅបទចម្រៀងមួយបទដែលមានចំណងជើងថាយើងព្រួតដៃគ្នាផ្សាយដំណឹងល្អដូច្នេះសូមអញ្ជើញចូលរួមជាមួយគ្នាដូចតទៅ